នេះគឺជាសម្ភារៈមួយសម្រាប់ប្រើប្រាស់នៅក្នុងគេហដ្ឋានហើយសម្ភារៈនេះផងដែរគឺមានឈ្មោះថាគ្រុសគ្រុសនេះគឺគេយកទៅសម្រាប់ប្រើប្រាស់ដាក់ទឹកគ្រុសគឺមានពីរប្រភេទគ្រុសមួយដែលមានដៃសម្រាប់កាន់គឺគ្រុសនឹងសម្រាប់ដងទឹកចំណែកគ្រុសមួយទៀតដែលគ្មានដៃកាន់ក៏ប៉ុន្តែត្រូវបានគេដាក់សន្រែកនោះគឺជាសន្រែកសម្រាប់រែកសម្រាប់គ្រុសដែលដាក់សម្រែកនេះគឺសម្រាប់ផ្ទុកទឹកនៅក្នុងគេហដ្ឋានសម្រាប់គ្រុសនេះអ្នកដែលនិយមប្រើជាងគេគឺជនជាតិដើមភាគតិចគួយគ្រុសនេះគឺតំណាងឲ្យជនជាតិដើមភាគតិចគួយនៅកម្ពុជាគ្រុសគឺគេធ្វើឡើងអំពីដើមឈ្នូឬក៏ដើមផ្ដៅដែលលាបជាមួយនឹងជ័រចុងប៉ុន្តែភាគច្រើនគឺគេធ្វើអំពីដើមឈ្នូច្រើនជាងដើមផ្ដៅពីព្រោះថាដើមឈ្នូវាមានសភាពរឹងមាំហើយស្រស់ស្អាតជាប់បានយូរអង្វែងជាងដើមផ្ដៅមុននឹងគេធ្វើឲ្យបានចេញរូបរាងទៅជាគ្រុសគឺគេត្រូវបិទឈ្នូឲ្យបានស្អាតឲ្យមានទំហំប៉ុនៗគ្នារួចហើយក៏គេធ្វើការចាក់ឬក៏ក្រងដើម្បីឲ្យចេញទៅជារូបរាងគ្រុសនៅពេលដែលគេចាក់ចេញទៅជារូបរាងគ្រុសហើយគេធ្វើការលាបជ័រហើយជ័រដែលត្រូវបានគេយកមកលាបនៅលើគ្រុសវិញនេះគឺជាជ័រចុងនេះអាចលាបនៅលើសម្ភារៈផ្សេងជាច្រើនទៀតសម្រាប់បងប្អូនដែលចូលចិត្តតាមដានពីវប្បធម៌របស់ជនជាតិដើមភាគតិចនៅកម្ពុជាសូមកុំភ្លេចចុចតាមដានពេចរបស់យើងខ្ញុំផងសូមអរគុណ